នៅភូមិដាច់ស្រយាលមួយជិតជើងភ្នំក្នុងខេត្តមួយនៃប្រទេសកម្ពុជាមានព្រៃចាស់មួយដែលអ្នកភូមិហៅថាព្រៃអូខ្មៅគេជឿថាពេលយប់មិនត្រូវចូលទៅក្នុងព្រៃនោះឡើយព្រោះអ្នកដែលចូលភាគច្រើនមិនបានត្រឡប់មកវិញទេអ្នកចាស់ៗក្នុងភូមិតែងនិយាយថានៅកណ្ដាលព្រៃមានដើមចន្ទគីរីធំមួយដើមដែលមានស្រមោលខ្មៅអង្គុយលើមែកវារៀងរាល់យប់អ្នកខ្លះឮសំឡេងស្រីយំអ្នកខ្លះឮសំឡេងសើចស្រាលៗតាមខ្យល់យប់មួយមានបុរស3នាក់ឈ្មោះវុទ្ធីរ៉ានិងសេងចូលព្រៃទៅរកសត្វពួកគេកាន់ពិលនិងកាំបិតព្រៃដើរលើស្លឹកឈើស្ងួតដែលលាន់សូរក្រិចក្រិចក្នុងភាពងងឹតស្ងាត់ស្ងាត់អញឮថាព្រៃនេះមានខ្មោចលងពិតមែនរ៉ាសួរទាំងសើចតិចតិចសេងឆ្លើយភ្លាមកុំលេងសើចអីខ្ញុំឮថាអ្នកណានិយាយឈ្មោះវានៅក្នុងព្រៃវានឹងដឹងខ្លួនខ្យល់ត្រជាក់មួយផ្លុំកាត់មុខពួកគេសំឡេងសត្វយំនៅឆ្ងាយឆ្ងាយលាន់ឮដូចមនុស្សកំពុងស្រែកឈឺចាប់ពេលដើរជ្រៅទៅពិលរបស់វុទ្ធីចាប់ផ្ដើមភ្លឹបភ្លេបភ្លាមនោះពួកគេឃើញដើមឈើធំមួយនៅមុខនៅលើមែកខ្ពស់មានអ្វីម្យ៉ាងអង្គុយស្ងៀមដំបូងពួកគេគិតថាជាស្វាប៉ុន្តែពេលវាបង្វិលក្បាលចុះមកវាមានមុខស្ត្រីស្លេកស្លាំងភ្នែកខ្មៅជ្រៅនិងសក់វែងធ្លាក់រហូតដល់ដីរ៉ាភ័យស្ទើរធ្លាក់ពិលរត់តែយឺតពេលហើយសំឡេងសើចស្រាលចាប់ដើមលាន់ជុំវិញព្រៃមិនមែនមកពីលើដើមឈើមួយទេតែដូចជាមកពីគ្រប់ទិសទាំងអស់វុទ្ធីងាកក្រោយគាត់ឃើញស្រមោលមនុស្សស្រីជាច្រើនឈររវាងដើមឈើមុខពួកវាសុទ្ធតែគ្មានភ្នែកពិលរលត់ព្រៃទាំងមូលស្ងាត់ឈឹងនៅព្រឹកថ្ងៃបន្ទាប់អ្នកភូមិឃើញតែកាបូបនិងពិលរបស់បុរសទាំង3នៅជិតដាវចន្ទគិរីប៉ុណ្ណោះចំណែកម្ចាស់វាមិនដែលមានអ្នកឃើញពួកគេទៀតឡើយតាំងពីជប់នោះមកអ្នកភូមិនិយាយថាពេលកណ្ដាលអត្រាតបើឈូចិត្តព្រៃអូខ្មៅអ្នកនឹងឮសំឡេងបុរស3នាក់ស្រែកហៅឲ្យជួយចេញពីក្នុងងងឹត